សួនភូតគីមឈើប្រណិតភ្នំតាម៉ៅ58ហិកតាប្រែជាចំការដាំស្មៅ3ឆ្នាំមកនេះភាពស្ងៀមស្ងាត់ហាក់បាននឹងកំពុងលែពាក្យសន្យាថ្ងៃនេះចលនាមេដាធម្មជាតិរកឃើញដីទំហំប្រមាណ58ហិកតានៃសួនឈើប្រណិតភ្នំតាម៉ៅគ្របដណ្ដប់លើស្មៅពុំមែនជាកូនឈើប្រណិតនោះឡើយដោយការអង្កេតតាមរូបភាពផ្កាយរណបរបស់សហភាពអឺរ៉ុបនិងរូបភាពរ៉ាដ្រូនដែលយើងទទួលបានបង្ហាញយ៉ាងច្បាស់ពីទីតាំងពីរកន្លែងមានស្លាកស្នាមព្យួរដែលលាតសន្ធឹងដល់ចំការស្មៅកាលពីខែសីហាឆ្នាំ2022ខ្មែរទូទាំងប្រទេសមូលគំនិតគ្នាសង្គ្រោះភ្នំតាម៉ៅក្រោយមកផ្ទៃដី530ហិកតាដែលឈូសឆាយត្រូវអតីតនាយករដ្ឋមន្ត្រីសន្យាដាំស្ដារឡើងវិញប៉ុន្តែបទបញ្ជាដែលប្រកាសក្តែងដើម្បីលួងចិត្តពលរដ្ឋពេលនេះត្រូវត្រាក់តរព្យួរលុបទៅក្នុងដីបាត់ទៅហើយដើម្បីលុបលាងការសង្ស័យនេះរដ្ឋបាលព្រៃឈើត្រូវតែចេញមុខមកបង្ហាញរបាយការណ៍វឌ្ឍនភាពការដាំស្ដារព្រៃឈើជាសាធារណៈសូមបងប្អូនជួយចែករំលែកវីដេអូនេះនិងចាត់សួរចាំទៅកាន់រដ្ឋបាលព្រៃឈើអំពីបញ្ហានេះសូមអរគុណយូម្លេងឆាប់ឡើងសន្យា7ថ្ងៃថាអ្នកបងមកយូម្លេងឆាប់ឡើងសន្យា7ថ្ងៃ